បដូរពី SIM ធម្មតាទៅជា eSIM សម្រាប់ប្រព័ន្ធ Sidecar តដំបូងយើងត្រូវចូលកម្មវិធី Sidecar បន្ទាប់មកយើងត្រូវជ្រើសរើសយកភាសាមួយសម្រាប់ខ្ញុំយកភាសាខ្មែរដំបូងយើងត្រូវចុះឈ្មោះចូលប្រើប្រាស់ SIM នឹងសិនអញ្ចឹងយើងចូលប្រើឬក៏ចុះឈ្មោះបន្ទាប់មកយើងដាក់លេខទូរស័ព្ទរបស់យើងហើយបន្ទាប់មកទៀតយើងចុចផ្ញើលេខកូដផ្ទៀងផ្ទាត់ចុច confirm លេខកូដ OTP អូខេប៉ុណ្ណឹងយើងបាន account របស់យើងមួយហើយអូខេបន្ទាប់មកទៀតគឺយើងត្រូវការចុចកន្លែងបន្ថែមដើម្បី convert វាទៅជា eSIM យើងចុចកន្លែងបដូរទៅ eSIM យើងចុចចាប់ផ្ដើមហើយ make sure ថាយើងត្រូវភ្ជាប់ Wi-Fi ផងយើងកុំប្រើអ៊ីនធឺណិតរបស់ SIM ចាប់ផ្ដើមអូខេហើយនេះយើងត្រូវផ្ទៀងផ្ទាត់ជាមួយនឹងកូដ6ខ្ទង់ម្ដងទៀតបន្តមកទៀតគឺយើងត្រូវការ pay លុយតាមរយៈធនាគារផ្សេងអូខេបន្ទាប់ពីយើង pay ហើយគឺវានឹងចូលមកទាំងមួយបែបនេះបន្តមកទៀតគឺយើងចុចបន្ទាប់អូខេយើងឃើញ message មួយបន្តមកទៀតគឺយើង activate eSIM របស់យើង continue អូខេប៉ុណ្ណឹងរួចរាល់ហើយ